មានរឿងដំណាលថាមានទន្សាយសមួយក្បាលទៅស្ទូចត្រីថ្ងៃទី1គ្មានបានអ្វីទេថ្ងៃទី2វាក៏ទៅស្ទូចត្រីដោយធម្មតានៅតែមិនបានដដែលថ្ងៃទី3មានត្រីធំមួយលោតចេញពីទន្លេស្រែកខ្លាំងៗថាបើអ្នកនៅតែហ៊ានយកការ៉ុតមកធ្វើជានុយស្ទូចខ្ញុំទៀតខ្ញុំនឹងសម្លាប់អ្នកមិនខានរឿងនេះបង្ហាញថាអ្វីដែលអ្នកឲ្យគេសុទ្ធតែជាអ្វីដែលអ្នកចង់ឲ្យគឺមិនមែនជាអ្វីដែលគេចង់បាននោះទេការលះបង់នៃការរស់នៅតែក្នុងពិភពលោកខ្លួនឯងគឺគ្មានតម្លៃមានការលះបង់ទើបមានផលលោកគ្រូសួរថាមានបរិសម្នាក់ត្រូវការទឹកឆ្អិនពេលដុតភ្លើងដល់ពាក់កណ្ដាលទីក៏អស់អូសតើគាត់គួរតែធ្វើដូចម្តេចមានសិស្សរួមថ្នាក់ខ្លះនិយាយថាប្រញាប់ទៅរកអូសមានអ្នកខ្លះថាទៅខ្ចីគេខ្លះទៀតថាទៅរកទិញលោកគ្រូនិយាយថាហេតុអ្វីក៏មិនចាក់ទឹកក្នុងកំសៀវនោះចោលខ្លះទៅរឿងនេះបង្ហាញថាគ្រប់រឿងទាំងអស់មិនមែនសុទ្ធតែធ្វើបានដូចបំណងឡើយមានការលះបង់ទើបមានផលធម៌ពលរបស់មនុស្សតែងតែមានកំណត់ចាក់ទឹកចោលខ្លះទៅកាន់តែប្រសើរផ្ដោតតែលើមនុស្សនិងកិច្ចការដែលខ្លួនឯងចូលចិត្តទៅបានហើយចាំថ្ងៃនេះចាំថ្ងៃនោះចាំថ្ងៃស្អែកចាំមានឱកាសចាំមានពេលវេលាចាំមានបុណ្យទានចាំមានលុយតើហេតុអ្វីត្រូវរងចាំបងប្អូនដឹងទេមានមនុស្សជាច្រើនអ្នកដែលទទួលបាននូវការបរាជ័យដោយសារពាក្យថារងចាំមួយនេះចាំទៅចាំមកបានត្រឹមតែអស់និស្ស័យនឹងគ្នាសុខភាពចុះខ្សោយបាត់បង់សម្រស់បាត់បង់ឱកាសយើងម្នាក់មិនដឹងទេថាថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងចំពោះពួកយើងឡើយដូច្នេះបើអ្នកចង់ធ្វើអ្វីមួយត្រូវចាប់ផ្ដើមពីពេលនេះតទៅកុំរងចាំរហូតដល់សល់ពាក្យថាស្ដាយក្រោយចង់ខ្លាយជាអ្នកសម្រេចកិច្ចការធំលុះត្រាតែអាចធ្វើរឿងទាំង4ចំណុចនេះទី1ទោះដឹងថាគេធ្វើខុសក៏នៅតែអត់ឱនមិនបន្ទោសបង្អាប់ទី2ទោះដឹងថាគេប្រើល្បិចកលក៏ធ្វើមិនដឹងមិនឮមិននិយាយស្ដីអ្វីទាំងអស់ទី3ទោះដឹងថាគេជេរប្រមាថក៏មិនខឹងតបតទី4ធ្វើល្អជាមួយអ្នកដទៃដោយមិនទាមទារការតបស្នង